កូនតូចយក6សប្តាហ៍ឬក៏មួយខែកន្លះហ្នឹងត្រូវមានវ៉ាក់សាំងអីខ្លះហើយវ៉ាក់សាំងដែលត្រូវផ្ដល់ឲ្យអូនពុទ្ធិកាថ្ងៃនេះគឺចាក់2ហើយនិងបន្តក់1អញ្ចឹងបានន័យថាមកចូលទី1ហ្នឹងគឺចាក់ការពារជំងឺរលាកសួតនិងរលាកស្រោមខួរបង្កដោយមេរោគភ្នែកមុខគុករីឯមកចូលទី2អាម៉ាក់គឺចាក់ការពារជំងឺបានដល់ទៅ6មុខដែលមានខាន់ស្លាក់មានតេតាណូសក្អកមាន់ស្វិតដៃជើងរលាកស្រោមខួរនិងសួតបង្កដោយមេរោគហេបនិងរលាកថ្លាមបេហើយបន្តក់មួយហ្នឹងគឺជាប្រភេទវ៉ាក់សាំងបន្តក់សម្រាប់ការពារជំងឺរាករូសធ្ងន់ធ្ងរដែលកូនតូចងាយនឹងប្រឈមមែនតើម៉ាក់ពុទ្ធិកាថ្ងៃនេះមកជួបដុកទ័របញ្ញាលើកទី1លើកដំបូងតែម្ដងត្បិតម៉ាក់អត់បានសម្រាប់អូនរស់មែនណាក៏ម៉ាក់យកអូនមករស់ដើម្បីឆែកសុខភាពតាមដានការលូតលាស់និងទទួលវ៉ាក់សាំងផងដែរនេះដោយសារតែទំនុកចិត្តរបស់ម៉ាក់ដែលម៉ាក់ទទួលបានហើយភាពច្បាស់លាស់និងការបញ្យល់ក្បោះក្បាយពីដុកទ័រកុមាររបស់យើងនិងក្រុមការងាររបស់យើងផងដែរតោះយើងដល់ពេលដែលបំណត់សុខភាពឲ្យអូនហើយអញ្ចឹងដំបូងគេដុកទ័រកុមារត្រូវឆែកសុខភាពអូនសិនតើអូនលូតលាស់បានអីខ្លះហើយនៅអាយុនេះណាសុខភាពអូនយ៉ាងណាដែរក៏អូនរឹងនៅបណ្ឌិតសុខភាពឆ្អឹងខ្នងបណ្ឌិតភ្នែកបណ្ឌិតត្រចៀកស្ងួតសងខាងអត់បន្ទាប់មកមានមើលមាត់ក្នុងមាត់អូនហ្នឹងដាតអូនមានច្រាំងអត់បំពង់កអូនមានស្លេះហេលីអត់ហើយក៏បណ្ឌិតពោះអូនដែរខែលើអូនមានហាមពោះហាមអីចឹងណាម៉ាក់ចាតាគៀកជើងអូនស្អាតអត់ឃើញថាសុខភាពរបស់អូនពុទ្ធិកាគឺល្អប្រសើរមែនតែនបណ្ឌិតរួចហើយពុទ្ធិកាដល់មកឈឺសាច់ហើយថ្ងៃហ្នឹងត្រូវចាក់ពីមជុលណាអ្នកណាមិនអាណិតកូនលោកអើយពីមជុលឯហ្នឹងតែអត់អីទេម៉ាក់ណោដើម្បីការពារអូនពីជំងឺឲ្យអូនមានសុខភាពល្អចុងក្រោយក៏មានបន្តក់រីកឲ្យអូនមួយដែរដើម្បីការពារបញ្ហារាកធ្ងន់ធ្ងរហើយការបន្តក់រីកនេះម៉ាក់ត្រូវបន្តក់2លើកលើកទី1នៅអាយុ1ខែកន្លះនិងលើកទី2គឺនៅអាយុ2ខែកន្លះមានន័យថាកម្រិត2លើកទី1លើកទី2ហ្នឹងគឺកម្រិត1ខែអញ្ចឹងណាអញ្ចឹងបន្ទាប់ពីបានបណ្ឌិតរួចរាល់ផ្ដល់វ៉ាក់សាំងអូនហាក់ហើយដុកទ័រកុមារក៏បានណែនាំបន្ថែមទៀតដែរពីរបៀបធ្វើថាមីថែមរបៀបលើករបៀបបំបៅជាដើមចង់បញ្ជាក់មកថាអញ្ចេះរាល់ការពិនិត្យការចាក់វ៉ាក់សាំងគឺធ្វើឡើងដោយដុកទ័រកុមារផ្ទាល់តែម្ដងហើយជានេះទៅទៀតណារាល់កំណត់ត្រាសុខភាពរបស់កូនម៉ាក់ត្រូវបានកត់ត្រានៅក្នុង system ជាលក្ខណៈ systematic តែម្ដងណាអញ្ចឹងម៉ាក់អត់ចាំបាច់បារម្ភថាពេលជួបដុកទ័រនៅសាខាសានអំតកៅហើយបើចង់ទៅសាខាសែនសុខហ្នឹងឬក៏ផ្សាយអនពីហ្នឹងណាខ្លាចបាត់ព័ត៌មានអូនណាហើយតាមរយៈ system នេះដែរម៉ាក់ដុកទ័រកុមារយើងទាំងអស់ដឹងព័ត៌មានអូនតូចម៉ាក់ទាំងអស់ណាដូចគ្នាហ្មងដែលម៉ាក់អាចទុកចិត្តបាន 100% អញ្ចឹងម៉ាក់ជួបដុកទ័រមួយណាក៏បានសាខាមួយណាក៏បានដែរណាម៉ាក់មានជាសំណួរអាចសួរមកកាន់សម្ភពរកបានឆាតចូល page ក៏បានឬក៏ខលតាមលេខដែលមាននៅក្នុងវីដេអូនេះក៏បានដែរណាសម្ភពរកមាន2សាខាណាម៉ាក់មានសាខាចំការមននៅជាដំបូងមុំផ្សារដាំកៅនិងសាខាថ្មីសែនសុកហ្នឹងនៅក្នុងផ្សារ Eon 2ជាប់តដែរតែម្ដងអរគុណ